សាកស្រមៃមើលថាអ្នកកំពុងដើរលើផ្ទៃដីមួយដែលមើលទៅដូចជាមេឃកំពុងនៅក្រោមជើងរបស់អ្នកនៅទីនេះមេឃនិងផែនដីហាក់ដូចជារលាយចូលគ្នារហូតដល់ពេលខ្លះអ្នកមិនអាចដឹងថាកំពុងឈរនៅលើដីឬកំពុងឈរនៅលើមេឃនោះទេកន្លែងដ៏អស្ចារ្យនេះមានឈ្មោះថា Sala de Uyuni ហើយវាស្ថិតនៅក្នុងប្រទេសបូលីវីក្នុងទ្វីបអាមេរិកខាងត្បូង Sala de Uyuni វាគឺជាផ្ទាំងអំបិលដ៏ធំបំផុតមួយនៅលើពិភពលោកដែលមានផ្ទៃដីប្រហែល 10,000 គីឡូម៉ែត្រការ៉េនៅពេលមើលពីលើវាមើលទៅហាក់ដូចជាផ្ទៃពណ៌សដ៏ធំល្វឹងល្វើយគ្មានទីបញ្ចប់ផ្ទៃរបស់វាមានស្រទាប់អំបិលក្រាស់ៗហើយនៅរដូវប្រាំងវាមានរូបរាងប្លែកមួយទៀតគឺអំបិលប្រេះទៅជាលំនាំដូចជាជ្រុងរាប់មិនអស់តើហេតុអ្វីបានជាវាខ្លាចទៅជាវាលអំបិលរាប់លានឆ្នាំមុនតំបន់នេះមិនមែនជាវាលអំបិលដូចសពថ្ងៃទេវាធ្លាប់ជាតំបន់ដែលមានបឹងបុរាណធំៗនៅពេលទឹកបានស្រកនិងហួតបន្តិចម្ដងសារធាតុរ៉ែនិងអំបិលដែលនៅសល់បានកកកុញជាស្រទាប់ដំណើរការនេះបានកើតឡើងម្ដងហើយម្ដងទៀតអស់រយៈពេលជាច្រើនឆ្នាំរហូតបង្កើតបានជាវាលអំបិលយ៉ាងធំដែលឃើញមានរហូតមកដល់សព្វថ្ងៃហេតុអ្វីវាមើលទៅដូចជាកញ្ចក់នេះគឺជាផ្នែកដែលធ្វើឲ្យ Sala de Uyuni មានភាពល្បីល្បាញខ្លាំងបំផុតនៅពេលរដូវភ្លៀងមកដល់ទឹកមួយស្រទាប់ស្ដើងអាចគ្របដណ្ដប់លើផ្ទៃអំបិលដោយសារតែផ្ទៃអំបិលមានភាពរាបស្មើខ្លាំងទឹកស្ដើងទាំងនោះអាចឆ្លុះបញ្ចាំងមេឃបានយ៉ាងច្បាស់នៅពេលនោះព្រំដែនរវាងមេឃនិងដីស្ទើរតែបាត់បង់ទៅពពកព្រះអាទិត្យនិងមនុស្សដែលកំពុងដើរនៅទីនោះអាចមើលទៅដូចជាកំពុងអណ្ដែតនៅកណ្ដាលមេឃហេតុនេះហើយបានជាមនុស្សហៅវាថា The World Largest Mirror ឬកញ្ចក់ដ៏ធំបំផុតនៅលើពិភពលោកប៉ុន្តែតើមានអ្វីដែលលាក់បាំងនៅក្រោមអំបិល Sala de Uyuni មិនមែនមានតែភាពស្រស់ស្អាតប៉ុណ្ណោះទេក្រោមផ្ទៃអំបិលនេះមានធនធានធម្មជាតិដ៏សំខាន់មួយគឺ Lithium ឬក្នុងភាសាខ្មែរហៅថាសារធាតុ Lithium ត្រូវបានប្រើប្រាស់យ៉ាងសំខាន់ក្នុងការផលិតថ្មសម្រាប់ឧបករណ៍អេឡិចត្រូនិកនិងរថយន្តអគ្គិសនីដូច្នេះកន្លែងដែលមើលទៅដូចជាពិភពក្រៅផែនដីនេះក៏មានតម្លៃសេដ្ឋកិច្ចយ៉ាងខ្លាំងផងដែរអ្វីដែលធ្វើឲ្យ Sala de Uyuni ពិសេសជាងនេះនោះគឺទេសភាពរបស់វានៅកន្លែងខ្លះអ្នកអាចឃើញផ្ទៃពណ៌សលាតសន្ធឹងដល់ជើងមេឃនៅពេលមេឃមានពពកទេសភាពទាំងមូលអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាកំពុងស្ថិតនៅលើពិភពមួយផ្សេងទៀតហើយនៅពេលមានទឹកគ្របដណ្ដប់ពីលើវាអាចបង្កើតជាផ្ទៃកញ្ចក់ធម្មជាតិដ៏ធំដែលធ្វើឲ្យមេឃនិងផែនដីមើលទៅហាក់ដូចជាកំពុងជួបគ្នាសរុបជារួមមក Sala de Uyuni បានបង្ហាញឲ្យយើងឃើញថាភាពអស្ចារ្យរបស់ផែនដីមិនចាំបាច់ត្រូវការមានអគារខ្ពស់ៗឬទីក្រុងធំៗនោះទេពេលខ្លះវាគ្រាន់តែជាកន្លែងស្ងប់ស្ងាត់មួយដែលធម្មជាតិបានចំណាយពេលរាប់លានឆ្នាំដើម្បីបង្កើតឡើងសូមអរគុណសម្រាប់ការទស្សនាសូមកុំភ្លេចជួយចុច Subscribe ដើម្បីទទួលបានវីដេអូបន្ទាប់